ដើម្បីចាប់ផ្ដើមដំណើរជីវិតឲ្យត្រូវគំនិតទស្សនៈដែលបងប្អូនត្រូវយល់ឲ្យបានត្រូវមុនគេបំផុតគឺថាបងប្អូនបានស្គាល់អំពីជីវិតត្រឹមត្រូវហើយឬទេចំណុចនេះគឺជាចំណុចសំខាន់ណាស់តើបងប្អូនបានយល់អំពីជីវិតរបស់បងប្អូននឹងក្នុងភាពត្រឹមត្រូវហើយឬនៅត្រង់ចំណុចនេះគឺជាចំណុចសំខាន់បំផុតជីវិតមួយដែលអាចដើរនៅលើផ្លូវត្រូវបានគឺចាប់ផ្ដើមអំពីការយល់ត្រូវអំពីជីវិតជាមុនសិនដើម្បីឲ្យបងប្អូនប្រើជីវិតរបស់បងប្អូននៅលើផ្លូវដែលត្រឹមត្រូវលុះត្រាតែបងប្អូនបានយល់ត្រូវជាមុនសិនយល់ត្រូវត្រង់ចំណុចណាគឺយល់ត្រូវអំពីរឿងជីវិតជាមុនសិនតើបងប្អូនយល់អំពីជីវិតរបស់បងប្អូនត្រឹមត្រូវហើយនៅសម្រាប់ខ្ញុំផ្ទាល់បងប្អូនប្រហែលជាកំណើតរបស់ខ្ញុំវាផ្ដល់ឲ្យខ្ញុំនៅការត្រេះរិះពិចារណាមួយជាទូទៅអំពីជីវិតថាតើខ្ញុំកើតលើโลกនេះដើម្បីអ្វីដោយសារខ្ញុំមានអារម្មណ៍អញ្ចឹងតាំងពីខ្ញុំដឹងក្តីដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ចេះតែគិតត្រេះរិះពិចារណារហូតដល់ខ្ញុំបានយល់អំពីដំណើររបស់ជីវិតខ្លួនឯងផ្ទាល់ដំណើរជីវិតរបស់អ្នកដទៃរហូតដល់ខ្ញុំចេះកាន់ក្បាលមីក្រូផ្ដល់ចំណេះដឹងឬផ្ដល់តម្រុយក្នុងការគិតត្រេះរិះពិចារណាទៅឲ្យអ្នកដទៃទៀតខ្ញុំចេះតែគិតខ្លួនឯងថាតើខ្ញុំកើតក្នុងโลกនឹងដើម្បីអ្វីខ្ញុំចេះតែមានអារម្មណ៍ថាពីមួយថ្ងៃទៅមួយថ្ងៃជីវិតរបស់ខ្ញុំវាដដែលខ្ញុំចេះតែគិតឃើញថាស្លាប់មុនស្លាប់ក្រោយគឺវាមានតម្លៃដូចគ្នាបើសិនណាជាក្នុងកំឡុងពេលដែលអ្នកនៅរស់អ្នកមិនបានបន្សល់អ្វីជាស្នាដៃទុកនៅលើផែនដីមុននឹងអ្នកស្លាប់ទេអ្នកស្លាប់មុននិងអ្នកស្លាប់ក្រោយខ្ញុំថាប្រហែលគ្នាទៅចុះប៉ុន្តែតាមកំណត់ខ្ញុំថាអ្នកដែលស្លាប់មុនប្រសើរជាងព្រោះអីព្រោះខ្ជិលរស់ស៊ីវាសង់ហត់តទៅមុខទៀតព្រោះចុងក្រោយគង់តែងាប់ដដែលប៉ុន្តែបើជីវិតហ្នឹងក្នុងរយៈពេលដែលអ្នកនៅរស់ហ្នឹងអ្នកយករយៈពេលដែលរស់ហ្នឹងទៅធ្វើការងារមួយដែលមានតម្លៃបន្សល់ទុកជាស្នាដៃឲ្យកូនចៅចំនួនក្រោយសូម្បីតែអ្នកចិត្តចប់ជីវិតហើយបើយើងអាចបន្តជីវិតឲ្យបុគ្គលហ្នឹងបាន1ម៉ោង2ម៉ោងទៀតក៏យើងត្រូវតែបន្តឲ្យពីព្រោះគាត់ធ្វើការងាររបស់គាត់អត់ទាន់ចប់ការងារអីថាការងារបន្សល់ទុកស្នាដៃនៅលើផែនដីប៉ុន្តែបើគាត់គ្រាន់តែស៊ីដេកទៅមុនទៅក្រោយដូចតែគ្នាទេហ៎ហើយរឿងអស់ហ្នឹងអត់មានពីណាជួយពីណាបានក្រៅពីសម័យខ្លួនរបស់គេគិតខ្លួនគេឃើញខ្លួនគេដឹងខ្លួនគេពាល់ត្រូវខ្លួនគេធុញនឹងជីវិតរបស់គេដាក់ឲ្យខ្លួនគេបើយើងទៅថាឲ្យគេអញ្ចឹងគេចង់រស់ចង់ងាប់គេខឹងយើងវាទាល់តែសម័យខ្លួនគេនឹងគិតឃើញពាល់ត្រូវយល់ថាអញ្ចឹងមានអារម្មណ៍ថាអញដូចជាអត់បានការអីសោះកើតលើផែនដីនឹងហើយគេនិយាយអំពីការអប់រំមនុស្សឲ្យคล้ายទៅជាមនុស្សពិតប្រាកដខ្ញុំប្រាប់បងប្អូនត្រេះរិះពិចារណាទៅខ្ញុំប្រាប់ថាជីវិតណាដែលដើរនៅលើមាគ៌ាត្រូវមួយគឺចាប់ផ្ដើមពីការយល់ត្រូវអំពីជីវិតជាមុនសិនជីវិតមួយអាចដើរលើផ្លូវមួយយ៉ាងត្រឹមត្រូវដោយសារការចាប់ផ្ដើមពីការយល់ត្រូវអំពីជីវិតជាមុនសិនព្រះសម្មាសម្ពុទ្ធណាដើម្បីឲ្យសត្វណាដើរទៅរកមាគ៌ាដែលព្រះអង្គគូសទុកអរិយសច្ចៈទី1គឺជាធម៌ដែលសត្វលោកទាំងអស់គ្នាត្រូវពាល់ឲ្យត្រូវជាមុនសិនមុននឹងសត្វព្រមទៅដើរលើផ្លូវដែលព្រះសម្មាសម្ពុទ្ធតម្រង់ទុកឲ្យទាល់តែសត្វហ្នឹងពាល់អរិយសច្ចៈទី1ត្រូវសិនអរិយសច្ចៈទី1គឺទុក្ខសច្ចៈទាល់តែសត្វលោកពាល់អរិយសច្ចៈទី1ត្រូវសិនបានសត្វលោកហ្នឹងរំកិលទៅរកផ្លូវត្រូវដែលព្រះសម្មាសម្ពុទ្ធលោកគូសតម្រុយឲ្យដើរដែលគេហៅថាមគ្គសច្ចៈមគ្គហ្នឹងគឺផ្លូវដើម្បីឲ្យបងប្អូនសម្រេចដើរលើមគ្គទាល់តែបងប្អូនពាល់អរិយសច្ចៈទី1គឺទុក្ខសច្ចៈឲ្យត្រូវជាមុនសិនដែលខ្ញុំនិយាយថាផ្លូវជីវិតត្រូវចាប់ផ្ដើមពីការយល់អំពីជីវិតដ៏ត្រឹមត្រូវជាមុនសិនបើអ្នកមិនយល់ក្នុងភាពត្រឹមត្រូវឬយល់ក្នុងភាពពិតរបស់ជីវិតទេអ្នកមិនអាចរកផ្លូវត្រូវឃើញឡើយខ្ញុំឃើញមនុស្សសប្ងៃបងប្អូនណាចាប់ផ្ដើមពីអញទៅតែចាប់ផ្ដើមពីអញទៅគឺខុសពីព្រោះក្នុងខ្លួនរបស់យើងនេះព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាអនត្តាកូនអនត្តាអត់មានអញទេដីទឹកភ្លើងខ្យល់វាផ្គុំគ្នាមករួចហើយក៏វាឆេះឡើងចេញជាដុំមួយគឺអញនឹងចេះដើរជាអីចឹងទៅប៉ុន្តែក្នុងនឹងអត់មានតួព្រលឹងមួយពេលដែលស្លាប់ទៅរូបដួលលើផែនដីរួចឲ្យព្រលឹងនឹងទៅចាប់ជាតិទេអ្នកណាយល់អញ្ចឹងគឺជាអ្នកយល់ខុសហើយតថាគតធ្លាប់យល់អញ្ចឹងដែរកាលពីមិនទាន់ត្រាស់ដឹងតថាគតយល់អញ្ចឹងដែរព្រោះតែយល់អញ្ចឹងហើយបានតថាគតធ្លាប់ធ្វើបុណ្យធ្វើអីឲ្យបានមកអញដែរព្រោះស្មានតែមានអញមានព្រលឹងមានអត្តាអញ្ចឹងបានលោកត្រាស់ដឹងរួចហើយលោកប្រាប់ថា
អាធัวធ្វើឲ្យបានមកអញនឹងជាធัวអ្នកស្រុកជាធัวដែលតថាគតធ្លាប់ដើរជាធัวថោកទៀតអាមនុស្សធ្វើដើម្បីបានមកអញនឹងទី1បង្ហាញថាល្ងងពួកអីពួកវាអត់មានអញវាអត់មានអាខ្លួនដួលលើផែនដីបលឹងទៅចាប់ជាតិនោះសពថ្ងៃអ្នកធ្វើទាំងអស់ធ្វើក្នុងន័យហ្នឹងប៉ុន្តែគ្រាន់តែសាសនានេះធ្វើអញ្ចេះសាសនានោះធ្វើអញ្ចោះមនុស្សក្នុងពិភពលោកទាំងអស់សិតតែធ្វើអីទាំងអស់ដើម្បីអញពីព្រោះគេយល់ថាមានអញក្នុងពេលនៅរស់ក៏ធ្វើដើម្បីប្រយោជន៍អញរួចហើយធ្វើសគួរទៅមុខទៀតដើម្បីឲ្យអញទៅមុខទៀតគិតអញ្ចឹងទី1គឺដោយសារវាមិនត្រាស់ដឹងហ្នឹងហើយក៏មិនបានរៀនមេរៀនត្រាស់ដឹងហ្នឹងច្រឡំស្មានគ្មានអញអញ្ចឹងបានខ្ញុំនិយាយថាជីវិតចាប់ផ្ដើមដើរនៅលើផ្លូវត្រឹមត្រូវបានលុះត្រាតែមានការយល់អំពីជីវិតត្រឹមត្រូវជាមុនសិនតើជីវិតនឹងមានអញអត់បងប្អូនណាពេលដែលខ្ញុំពាល់ត្រូវទៅនឹងខ្ញុំយល់ទៅនឹងខ្ញុំអាចបកស្រាយកន្លែងនឹងបានខ្ញុំមានអារម្មណ៍ទើសទាស់ហ្មងហើយមានអារម្មណ៍ថាពិភពលោកកំពុងដេកត្រង់ចំណុចហ្នឹងដែលខ្ញុំនិយាយថាចំណេះដឹងដំបូងដៃបំផុតរបស់មនុស្សគឺការដឹងតែពិភពលោកនឹងដេកខ្ញុំឃើញតែមនុស្សទៅធ្វើដើម្បីអញគ្រប់គ្នាបងប្អូនណាក្នុងពេលរស់បច្ចុប្បន្នណាបើបងប្អូនណាចេះឃុំក្រងតែតណ្ហារបស់បងប្អូនពន្យល់ចិត្តរបស់បងប្អូនឲ្យយល់បានថាតណ្ហាទាំងឡាយនាំសេចក្តីទុក្ខដល់អ្នកបងប្អូនរស់នៅស្រួលមិនមែនទ្រព្យទេដែលនាំឲ្យបងប្អូនរស់នៅស្រួលមិនមែនមុខមាត់ទេដែលនាំឲ្យបងប្អូនរស់នៅស្រួលតែបងប្អូនយល់ពីជីវិតតាដែលនាំឲ្យបងប្អូនរស់នៅស្រួលមនុស្សខ្លះបងប្អូនមានគ្រប់គ្រាន់ល្មមសមទៅរស់បានដែលពុទ្ធលោកហៅថាបច្ច័យ4មានមកល្មមសមរស់នៅបានអត់ឃុំក្រងសេចក្តីត្រូវការរបស់ខ្លួនបានដោយសារតែតណ្ហាវាទៅជាធ្វើឲ្យគេធ្វើបាបចិត្តខ្លួនឯងបានហេតុអីបានគេធ្វើបាបចិត្តខ្លួនយើងបានព្រោះយើងចង់បានពីគេចង់ឲ្យគេទៅសើចង់ឲ្យគេស្រឡាញ់ចង់នេះចង់នោះតែមានតណ្ហាគេជន់ក្បាលយើងបានមនុស្សមានតណ្ហាធំបើបងប្អូនណាគិតក្បាលមិនឃើញខ្ញុំបដូចរូបឲ្យបងប្អូនស្រួលមើលដូចស្រីស្លៀករ៉ូបការអញ្ចឹងអាស្លៀករ៉ូបសសអាណាមានតណ្ហាល្មមរ៉ូបវានឹងផាយមកទឹកទៅអាណាមានតណ្ហាច្រើន2ម៉ែត្រទៅអាណាច្រើនមែនតើ1គីឡូដីទៅជុំវិញ1គីឡូដីបងប្អូនសម័យបន្តិចមើលបន្តិចអានេះជន់ជាយសពុតខាងនេះបន្តិចអានោះជន់ជាយសពុតខាងនោះដល់តែជន់ឈឺព្រោះយើងចង់ឲ្យគេស្រឡាញ់គេមិនស្រឡាញ់ឈឺចង់មិនឲ្យគេនិយាយដើមគេនិយាយដើមក្តៅកាហាយទៅធ្វើនយោបាយចង់បានស្លឹកឆ្នោតពីគេមិនបោះឲ្យក្តៅកាហាយខ្ញុំស្មាតទោសលាកខោស្លីបអត់មានកតុយអីបន្តិចមានខោស្លីបឲ្យជន់មិនហើយមិនបោះឆ្នោតងាប់ទៅអញច្រាស់បាយទេអញហ្នឹងអញយល់ពីជីវិតរកបាន100ទុក20រៀលចាយ80ទុកជេម្បែងក្បាលហើយឲ្យភ្ញាក់ខ្លួនអញអត់មានចង់បានអីពីឯងទេអញគ្រាន់តែចង់ឲ្យឯងចេះតែប៉ុណ្ណឹងបើឯងមកក្នុងន័យត្រឹមត្រូវជាមិត្តភាពគៀកកកទៅជាមួយគ្នាសบายចិត្តដូចបងដូចប្អូនបើមកកាន់ស្លឹកឆ្នោតរួចគំរាមអញតែណែធ្វើអញ្ចឹងយ៉ាត់គេមិនបោះឆ្នោតឲ្យទៅងាប់ឯណាងាប់ទៅអញលាកខោស្លីបអត់មានជន់ជាយសពុតអញបានទេកឹមសខាសំរៀងស៊ីអ្នកដតីទៀតវាមានភើយសពុតវាធំពេលនោះលឺឯងគម្រាមកំហែងពួកនឹងវាភ័យព្រោះវាមានតណ្ហាធំអញលាកខោស្លីបឲ្យជន់អញមិនហើយជន់ជាយសពុតមិនអញអត់មានអីជន់បងអញ្ចឹងបានអ្នកខ្លះគេឲ្យយោបល់ខ្ញុំថាវាសនាឯងនិយាយត្រូវហើយប៉ុន្តែកុំនិយាយលឺពេកអាណត្តិក្រោយបានកៅអីគេលឺតែអញ្ចឹងបងប្អូនចិត្តរបស់ខ្ញុំធាក់ទៅវិញហ្មងខ្ញុំសើចទៅហ្មងខ្ញុំចេះតែនឹកក្នុងចិត្តហ្នឹងយកចិត្តរបស់វាដែលជាចិត្តធម្មតាហ្នឹងមកប្រៀបធៀបអញហ្នឹងវានឹកក្នុងចិត្តថាអញហ្នឹងថោកទាបដោយវាធ្វើអីចង់បានប្រយោជន៍ផ្ទាល់ខ្លួនហ្នឹងអញចង់ឲ្យតែគេចេះតាអញនឹកក្នុងចិត្តអំពីតម្លៃរបស់ជីវិតត្រង់ថាបើអញស៊ីដេកចេះដោយអត់មានប្រយោជន៍អីទេបើអញកើតមកបានជាទីពឹងរបស់មនុស្សល្ងងយ៉ាងច្រើននៅលើពិភពលោកនេះជីវិតនឹងដូចមានតម្លៃខ្លាំងណាស់តែប៉ុណ្្នឹងឯងអត់មានចង់បានអីពីគេមកវិញទេព្រះសម្មាសម្ពុទ្ធតែអញ្ចឹងបងប្អូនលោកត្រាស់ដឹងមកក្រោយគេអ្នកសាសនានោះម៉ែអាច្រើនគេមានបរិស័ទរបស់គេមានគេទៅសួរព្រះពុទ្ធថាព្រះអង្គសាសនាព្រះអង្គកើតក្រោយគេមើលមានមធ្យោបាយមិនតាក់អ្នកគ្រប់គ្រងឲ្យបានច្រើនតាន់គេនេះបើមកក្រោយគេអញ្ចឹងព្រះអង្គញញឹមពីព្រោះព្រះអង្គដឹងថាអ្នកសួរហ្នឹងវាយកកលេសរបស់វាមកថ្លឹងព្រះពុទ្ធដូចព្រះអាទិត្យអញ្ចឹងតួនាទីរបស់អ្នកត្រាស់ដឹងគឺត្រាស់ក្នុងលោកនេះដើម្បីប្រោសសត្វដែលមានឧបនិស្ស័យឲ្យអស់ក្នុងត្រៃភពអញ្ចឹងគួយថ្មិចទៅមើលសត្វណាដែលមានឧបនិស្ស័យផឹកឡើងថុកទៅសត្វណាអត់មានឧបនិស្ស័យក៏ទៅហួសទៅហើយដល់ពេលសរុបទៅប្រោសបានតែ10នាក់អស់ហើយអ្នកដែលមានឧបនិស្ស័យអាចត្រាស់ដឹង
ដល់ពេលអញ្ចឹងលោកក៏ឈប់ទៅឧទាហរណ៍ណាស្រាប់តែមនុស្សមានកន្លែងហ្នឹងមកសួរព្រះអង្គហេព្រះអង្គដូចចាញ់គេហ៎បានតែ10នាក់ទេព្រះអង្គឯងគេសាសនាគេនឹងបានច្រើនណាពុទ្ធលោកកញឹមពុទ្ធលោកត្រាស់ដឹងដើម្បីផ្ដល់ឱកាសឲ្យសត្វដែលមានឧបនិស្ស័យឲ្យអស់កុំទុកគេចោលណាសត្វមានឧបនិស្ស័យនៅត្រៃភពទៅណាក៏ទៅដែរអង្គុយសមាធិមើលទៅនៅកន្លែងណាខ្លះទៅឲ្យចំហើយទៅអស់ហើយគឺចាប់ហើយការងាររបស់ព្រះអង្គអត់មានកន្លែងអត់មានតណ្ហាអីដូចយើងទេហើយយើងវានៅជាប់មុខមាត់ជាប់តំណែងជាប់តួនាទីជាប់អាខ្មាស់គេលោកកើតក្រោយមកហ្នឹងមិនបានពុទ្ធបរិស័ទនឹងវាច្រើនខ្មាស់គេហើយព្រះអរហន្តលោកអត់មានកលេសតណ្ហាលោកស្ងួតឈឹងលោករស់នៅគ្រាន់តែដើម្បីអ្នកដតីប្រពុតលោកមិនទាន់អស់អាយុសង្ខារណាបើលោកចង់រស់នៅលោកនៅបាន100ឆ្នាំឬលើ100ឆ្នាំផងប៉ុន្តែអស់ការងារធ្វើសួរព្រះអនន្តតថាគតដូចទៅហើយអ្នកមានឧបនិស្ស័យត្រូវត្រាស់ដឹងអស់ហើយអនន្តតថាគតដូចទៅមានធ្វើអីទេអស់ហើយបើយើងវិញនៅស៊ីដេកនោះចឹងថា1ម៉ោងទៀតងាប់ក៏បន្តជីវិតដែរនៅលើក្រែនោះអត់មានតម្លៃអីបន្តិចហ្នឹងប៉ិនខ្លាចតែងាប់ហេតុអីបានជាបងប្អូនទៅជាប្រកាន់ជីវិតបែបហ្នឹងបងប្អូនថាមកពីបងប្អូនឥតយល់អំពីជីវិតពេលដែលខ្ញុំយល់អំពីជីវិតទៅបងប្អូនខ្ញុំសម្លឹងទៅមើលបងប្អូនខ្ញុំអាសូរហើយអាសូរដាច់អាឡ័យមិនមែនអាសូរត្រឹមតែចិត្តសាសយើងអាសូរដាច់អាឡ័យងាកទៅដល់ប៉ាគីស្ថានអាហ្វហ្គានីស្ថានបង់ក្លាដេសអ៊ីរ៉ាក់អ៊ីរ៉ង់ឃើញតែកាប់គ្នាពីរឿងសាសនាសំណោះសត្វលោកណាបងប្អូនតែរឿងអីក៏ដោយវាត្រូវមានចំណុចចាប់ផ្ដើមរបស់វាឧបមាថាទឹកយើងចង់ឲ្យវាអង្គើតោះតែយើងដុំមកទៅគប់កណ្ដាលទឹកប៉ាំងអាចចំណុចចាប់ផ្ដើមគឺនៅត្រង់អាដុំថ្មប៉ះទឹកហ្នឹងរួចវាអង្គើទៅសពថ្ងៃហ្នឹងយើងចាប់ផ្ដើមពីក្រុមគ្រួសាររបស់យើងទៅពីប្រទេសខ្មែររបស់យើងទៅបិណ្ឌបើប្រទេសខ្មែរយើងងើបរួចខ្ញុំទៅណាទៅទៀតហើយជាទៅដល់ថៃម៉ាឡេសិង្ហបុរីជាទៅងាប់ទៅណាងាប់ទៅនោះហើយទៅប្រាប់គេពីព្រោះខ្ញុំមើលឃើញថាមនុស្សសពថ្ងៃហ្នឹងវានៅត្រង់រឿងអញហ្នឹងស្មានតែមានព្រលឹងហ្នឹងធ្វើដើម្បីខ្លួនពីឥឡូវទៅមិនអស់ចិត្តហើយធ្វើទុកស៊ីទៅជាតិក្រោយទៀតច្រឡំថាមានអញព្រោះតែប៉ុណ្ណឹងហើយបងប្អូនnóiកាប់គ្នាពេញអ៊ីរ៉ាក់អ៊ីរ៉ង់សពថ្ងៃនោះសពថ្ងៃហ្នឹងចំនួនសាសនាព្រោះមានអញហ្នឹងបងប្អូនស្មានតែមានព្រលឹងហ្នឹងងាប់ហើយទៅនៅមួយព្រះចេះចោះហ្នឹងពិធីសាសនានិយាយពីគ្រប់សាសនានេះពិធីនេះសាសនានោះពិធីនោះហើយសិតតែខ្លួនឯងត្រូវទាំងអស់គេខុសទាំងអស់យាយសពថ្ងៃគាត់ថាក្រៅពីសាសនាគាត់ទៅធ្លាក់នរកទាំងអស់មានតែគាត់ទេបានត្រូវឡើងឋានសួគ៌ដល់មូស្លីមគេថាមានតែជឿព្រះគេឡើងឋានសួគ៌ខាងពុទ្ធសាសនានេះធ្លាក់នរកទាំងអស់បងប្អូនមើលចុះមើលឡើងសិតតែរឿងអញទាំងអស់ហើយពុទ្ធលោកសម្ដែងថាកូនណាយពុទ្ធលោកមិនហៅស្លាប់ផងបែកធ្លាយមានន័យថាវាទៅតាមរៀងខ្លួនទៅវិញអាណាសាច់នឹងវាទៅដើមឈើដើមអីវាបឺតជក់ស៊ីទៅវិញទៅអញ្ចឹងវាទៅតាមរៀងខ្លួនវិញទៅពេលណាវាផ្គុំគ្នាមកអញ្ចេះវាឆេះជាចិត្តឡើងដូចភ្លើងអញ្ចឹងវាឆេះកាលណាមានអុសមានអីមកផ្គុំគ្នាដល់ពេលអុសហ្នឹងវាឆេះអស់ទៅអណ្ដាតភ្លើងវាលត់ភ្លឹបទៅចិត្តយើងចេញពីបេះដូងកាលណាបេះដូងជាសាច់ហ្នឹងវានៅមានធាតុត្រត្រង់វាមមវាអាចច្បាច់បេះដូងបានវាចេញជាចិត្តរបស់យើងសាយភាយពេញខ្លួនមកដល់ពេលអាបេះដូងហ្នឹងវាអស់ធាតុត្រត្រង់ទៅវាលួយអាឡេះទៅវាដួលទៅវាលត់ភ្លើងភ្លឹបអត់មានទៅចាប់ជាតិអីទេហើយយើងយល់ថាមានចាប់ជាតិទៅនោះអានោះអាត្រង់ហ្នឹងហើយដែលធ្វើបុណ្យសពថ្ងៃគេបោកចង់ងាប់ចង់រស់ហើយមិនសាសនាហ្នឹងទេណាសាសនាណាក៏អញ្ចឹងពេញពិភពលោកអាត្រង់ហ្នឹងដែលខ្ញុំនិយាយថាពេលយល់ធម៌ភ្លាមងាកទៅពិភពលោកឃើញពិភពលោកដេកពេលហ្នឹងបងប្អូនអស់មោទនភាពនឹងខ្លួនថាខ្លួនឯងចេះកាលពីមុនយល់ថាខ្លួនឯងចេះគាត់បើអញបានសញ្ញាបត្រប៉ុណ្ណេះអញរស់ស៊ីប៉ុណ្ណេះកតេប៉ុណ្ណេះធ្វើដូចថាមានអញណានៃមកចឹងណាបងប្អូនដល់ពេលយល់ពីកន្លែងហ្នឹងទៅអូយពិភពលោកនេះសិតតែអញ្ចឹងទាំងអស់ដេកហ្មងចឹងបានខ្ញុំនិយាយថាចំណេះដឹងដំបូងដៃដែលខ្ញុំទទួលស្គាល់ថាខ្លួនខ្ញុំចេះគឺខ្ញុំដឹងថាពិភពលោកដេកអាចចំណេះដឹងដែលខ្ញុំរៀននៅតាមសាលាខ្ញុំចាត់ទុកថាខ្ញុំកំពុងដេកមួយគេដែរកាលនោះឥឡូវដឹងថាពិភពលោកដេកដល់ពេលមើលទៅទៀតទៅបងប្អូនឃើញជីវិតប្រកបដោយភាពនឿយណាយដែលខ្ញុំនិយាយថាព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាជីវិតជាទុក្ខអរិយសច្ចៈទី1ដែលជាធម៌អ្នកត្រូវកំណត់ដឹងកុំថាមនុស្សដែលកំពុងតែរងទុក្ខឧទាហរណ៍ថាគេមលប់ដីធ្លីប្រត់ប្រាស់កូនប្រពន្ធអត់បាយអត់ទឹកស៊ីដែលយើងហៅថាមនុស្សមានទុក្ខសូម្បីតែឃើញលោកនាយករដ្ឋមន្ត្រីហ៊ុនសែនឃើញគេអ្នកមានឃើញគេមានវិឡាខ្ញុំមើលទៅឃើញតែកណោកប់ខ្មោចបើមួយឆ្នាំវាមិនរលាយទេផ្ទះថ្មហ្នឹង2ឆ្នាំបើ2ឆ្នាំមិនរលាយទេ100ឆ្នាំបើ100ឆ្នាំមិនរលាយទេ1000ឆ្នាំគ្រួសារដែលសោយក្អាកក្អាយហ្នឹងតិចទៀតទៅជាធ្នោខ្មោចទាំងអស់
មើលសពមើលគ្រប់ម៉ែអាធុញបងប្អូនធុញអត់មានចិត្តចង់បានអីពីគេទេបងប្អូនមានតែចិត្តចង់ជួយគេហើយនឹងស្អប់មនុស្សអាក្រក់ដែលមកធ្វើបាបមនុស្សល្អអាត្រង់ហ្នឹងដែលខ្ញុំនិយាយថាពេលដែលខ្ញុំចាប់ដើមធ្វើនយោបាយបងប្អូនខ្ញុំមានអារម្មណ៍ថាដៃខ្ញុំមួយកាន់ដាវកាប់ពួកអាឈាមឆ្កែដែលធ្វើបាបប្រជាប្រដ្ឋដែលស្លូតត្រង់ប្រជាប្រដ្ឋស្លូតត្រង់ទុកដូចជាកូនចៅចឹងអោបហើយដៃមកខាងលូកកាប់ពួកអាឈាមឆ្កែដែលមកប្រឡប់ប្រជាប្រដ្ឋបាទខ្ញុំក្តៅណាស់បងប្អូនខ្ញុំដេកអត់បានទេខ្ញុំក្តៅណាស់គេថាឲ្យខ្ញុំវិញគេថាអ្នកធរអីក្តៅខ្លាំងម៉េចខ្ញុំថាខ្ញុំណាបឋិជនអ្នកដែលសម្ដែងធរសពថ្ងៃហ្នឹងក៏បឋិជនមិនមែនលោកមិនក្តៅទេគ្រាន់តែលោកធ្វើជាមិនក្តៅបើបងប្អូនចូលចិត្តបន្តិចមើលរួចហើយនិយាយទៅតឹងលោកនិយាយចាក់លោកនិយាយឆ្កឹះឆ្កៀលលោកក្តៅដល់ពេលយូរទប់មិនបានណាហៀកលេសចេញពីកលៀនមកហើយបែកហ្វឺទៅហូរប្រេងមកឥឡូវហ្នឹងបឋិជនទាំងអស់សិតតសល់កលេសទាំងអស់បឋិជនអត់មានបឋិជនណាអត់កលេសទេបងប្អូនព្រះសម្មាសម្ពុទ្ធហ្នឹងកាលនៅជាបរមពុទ្ធិសត្វអូយម៉ែអាថ្លែងសក្តៅអានេះក្តៅអានោះបាញ់អានេះបាញ់អានោះការពារគេណាក្នុងនាមជាបឋិជនទាំងអស់សិតតែនៅមានកលេសទាំងអស់ប៉ុន្តែមនុស្សល្អគឺក្តៅនឹងអំពើអាក្រក់ប៉ុន្តែក្តៅដូចគ្នាកុំថាបឋិជនរួចអស់កលេសប្រសង់អ្នកទេសនាធម៌ធ្វើផ្អែមហ្នឹងណាធ្វើទេបងប្អូនចូលទៅចិត្តតែចាក់បន្តិចមកបំហៀប្រេងមកឥឡូវបែកបដាងបែកបូមបែកហ្វឺហៀប្រេងខ្មៅអ៊ូញមកឥឡូវទៅដល់វត្តវិញជេរយើងចិត្តងាប់ប៉ិនវាជាប់សិលលោកមិនហ៊ានជេរទេអញ្ចឹងបានខ្ញុំថាឥឡូវសមាជិក LDP នេះយល់ចូលទៅចាក់កលេសរបស់អ្នកទេសនាធំដែលគេធ្វើសម្លេងមញែកហ្នឹងណាដាក់ប៉ាំងទៅក្តៅដូចតែយើងអញ្ចឹងបងប្អូនហេតុអីបឋិជនប៉ុន្តែបងប្អូនណាទោះបីបឋិជនក៏នៅតែបែងចែកជាពីរមានមនុស្សល្អមានមនុស្សអាក្រក់ប៉ុន្តែទាំងសងខាងសិតតែមានកិលេសដូចគ្នាព្រោះយើងជាបឋិជនគ្មានបឋិជនមួយណាអត់មានកិលេសទេព្រះសម្មាសម្ពុទ្ធកាលពីព្រះអង្គនៅបរមពុទ្ធិសត្វក្នុងដំណើរសន្សំកុសលคล้ายជាព្រះសម្មាសម្ពុទ្ធមិនព្រះអង្គជាបឋិជនព្រះអង្គបាញ់គេធ្វើបាបអំពើអាក្រក់ដល់ពេលយូរទៅអាដំណើរហ្នឹងជាដំណើរទៅរកព្រះសម្មាសម្ពុទ្ធដំណើរយើងហ្នឹងដំណើរកំចាត់អំពើអាក្រក់មិនដើម្បីខ្លួនឯងទេដើម្បីសង្គ្រោះនៅល្អដំណើររបស់ព្រះសម្មាសម្ពុទ្ធកាលពីព្រះអង្គនៅបរមពុទ្ធិសត្វហ្នឹងហើយគេនិយាយទៅអូយយើងអ្នកផ្សាយធម៌អីក៏ក្តៅកាហាយម៉េះលោកក៏ក្តៅដែរប៉ុន្តែគ្រាន់តែលោកមិនហ៊ានបញ្ចេញឲ្យយើងដឹងបងប្អូនស្គាល់កិលេសកិលេសចូលតាមតណ្ហាកិលេសចូលតាមចំណង់បងប្អូនណាពេលណាបងប្អូននិយាយបងប្អូនសម័យទៅរកអាស្អីដែលគេគូបច្ចៈហ្នឹងឧបមាគេនិយាយពីអណ្ដាតភ្លើងបងប្អូនសម័យទៅរកអណ្ដាតភ្លើងហ្នឹងសម័យទៅគេនិយាយពីចិត្តបងប្អូនត្រូវសម័យទៅចិត្តហ្នឹងក៏មកឡែងនិយាយរួចហើយអត់មានការសម័យក្នុងខួរក្បាលចេះតែនិយាយចិត្តស្អាតផុតផង់ចិត្តស្អាតផុតផង់អត់ស្អាតបានទេបងប្អូនចិត្តបឋិជនអត់ស្អាតបានទេបងប្អូនណាតើចិត្តរបស់យើងរង្គើកញាប់ញ័រនៅពេលណាបងប្អូនចិត្តរបស់យើងរង្គើកញាប់ញ័រនៅពេលកិលេសងើបឧទាហរណ៍ថាទឹកពាងដូចចិត្តចឹងបឋិជនទាំងអស់សិតតែមានត្រីនៅក្នុងពាងទាំងអស់ទី1គឺប្រភេទត្រីខុសគ្នាអ្នកខ្លះវាមានកិលេសតណ្ហានិងស្រីខ្លះមានកិលេសតណ្ហានិងកិត្តិយសអាខ្លះមានកិលេសតណ្ហាកិត្តិយសផងស្រីផងមុខមាត់ផងតំណែងតួនាទីផងកិលេសវាច្រើនពីព្រោះត្រីវាផ្សេងគ្នាត្រីទក់ពេលងើបឡើងផូលយើងដឹងថានេះមាត់ត្រីទក់អានេះមាត់ត្រីកាភ្លៀងសួរថាហេតុអីបានមាត់វាខុសគ្នាពីព្រោះប្រភេទត្រីវាខុសគ្នាកិលេសតណ្ហារបស់បុគ្គលម្នាក់សន្សំគឺតាមរយៈនៃការគិតអីចូលនឹងបើមួយថ្ងៃអង្គុយតែមុខផ្ទះមើលតែស្រីហ្នឹងបើមិនចូលអានោះបើមួយថ្ងៃអង្គុយមុខផ្ទះគិតតែរឿងឆ្នោតហ្នឹងវាមិនចូលអានោះអាខ្លះទៀតវាអត់ជាប់ឆ្នោតហ្នឹងវាទៅជាប់រឿងរបស់វាផ្សេងនោះព្រោះវាចូលតែត្រីកាភ្លៀងប៉ុន្តែជួនកាលទឹកនឹងស្ងប់ដែរណាបងប្អូនហេតុអីបានស្ងប់ថាត្រីកាភ្លៀងក៏វាដេកត្រីទក់ក៏វាដេកទៅទឹកពាងហ្នឹងក៏វាស្ងប់ទៅនេះធម្មចាសប្ងៃចឹងគាត់ស្ងប់ហ្នឹងមិនមែនអស់កិលេសទេត្រីទក់វាដេកដល់ពេលយើងទៅចាក់ត្រីទក់វាឃើញចំណៃពួកគាត់ចង់ឲ្យគេទៅសើឯកិលេសគាត់ចង់ឲ្យយើងទៅសើដល់ពេលយើងទៅចាក់រុកត្រីទក់វាងើបមកគាត់មិនស្ងប់កើតបើពុតលោកវិបស្សនាជោគយកត្រីអស់ដល់ជោគយកត្រីអស់ទោះបីយើងទៅដេញដោលចាក់រុកប្រពុតមិនក៏ដោយចិត្តនឹងវាអត់មានរង្គើកញាប់បានទេព្រោះវាអស់កិលេសតណ្ហាសួរថាកិលេសតណ្ហានឹងចូលតាមណាថាចូលតាមការគិតសពថ្ងៃបងប្អូនស្រឡឹងមកខ្ញុំហេតុអីបានបងប្អូនចាំពីព្រោះវាថតចូលក្នុងខ្លួនបងប្អូននេះកាមេរ៉ាថតដែរបងប្អូន
ហេតុអីបានកាមេរ៉ាហ្នឹងវាថតហើយពេលទៅផ្ទះចាក់ឃើញបងប្អូនមកពីវាថតថតជាទិន្នន័យជាហ្វ្រេកង់ញ័រអញ្ចឹងប៉ុន្តែកាមេរ៉ាថតបានតែពីរថតបានតែរូបហើយនឹងសម្លេងដល់ពេលបងប្អូនថតរូបផងថតសម្លេងផងថតក្លិនផងថតតាមការប៉ះពាល់តាមរាងកាយផងវិញ្ញាណទាំង5បងប្អូនថតទាំងអស់កាមេរ៉ាថតបានតែពីរតែរូបហើយនឹងសម្លេងទៅដល់ផ្ទះចាក់ឃើញបងប្អូនទៅដល់ផ្ទះដេកទៅវិញគិតហ្មងគិតទៅឃើញដៃខ្ញុំលើកទៅធ្វើចេះអានោះភ្នែកវាថតតែជាបងប្អូនចាំពាក្យខ្ញុំដែលខ្ញុំនិយាយអានោះវាចូលទៅក្នុងចិត្តអាចិត្តហ្នឹងដូច memory ដែលបងប្អូនទិញមកពីផ្សារដល់ពេលបងប្អូនយកមកសោកដាក់ក្នុងចិត្តផ្លុករួចហើយថតតាមភ្នែកទៅចូលក្នុង memory ហ្នឹងអាទិន្នន័យចូលហ្នឹងហើយគេហៅកិលេសតណ្ហាដល់ពេលបងប្អូនទៅវិបស្សនាយកអានឹងចេញដល់ហើយអានឹងចេញអស់ទៅទឹកពីងហ្នឹងវាអត់មានត្រីដល់អត់មានត្រីពីណាទៅចាក់ទៅរកអីវាអត់អង្គើអញ្ចឹងបានខ្ញុំសួរថាតើចិត្តអង្គើនៅពេលណានៅពេលដែលកិលេសតណ្ហាវាងើបមកហើយប្រសងសពថ្ងៃលោកធ្វើជាស្ងប់ថៃតក់ថៃអីនៅក្នុងហ្នឹងពួកលោកជាបឋមជននឹងទាន់វិបស្សនាដាច់ណាប៉ុន្តែលោកធ្វើជាដាច់ដល់ពេលយើងទៅចាក់ទៅរកថៃនឹងវាលោតមកកិលេសរបស់លោកក៏ខ្លាំងជាងយើងទៀតផងដល់ពេលយើងទៅចាក់សាកមើលលោកផ្ទុះកិលេសមកខ្លាំងជាងយើងទៀតបងប្អូនអញ្ចឹងហើយបាននៅមុខយើងបងប្អូនធ្វើសងំប៉ុន្តែទៅដល់កត់វិញទៅមើលទូរស័ព្ទលោកសិតតែរូបស្រីស្អីមើលដូចតែយើងអញ្ចឹងហេតុអីថាមនុស្សហ្នឹងបងប្អូនដោះតែស្បង់ទៅពោយើងហ្នឹងដោះតែខោអាវសយើងហ្នឹងនៅតែមានដូចគ្នាមានអាចចំណងផ្លូវភេទដែលថាដូចតែគ្នាហ្នឹងមានអីខុសធម្មចាធ្វើមញែកហ្នឹងក៏ដូចតែគ្នាមួយយើងហ្នឹងតែចឹងនៅក្នុងកត់ក៏តែចឹងដូចតែយើងពួកអីថាបឋមជនអូយហើយយាយសត្វតែព្រះអរហន្តហើយសាពះបើមិនទាន់យកកិលេសតណ្ហានៅក្នុងចិត្តបានផងហ្នឹងដូចតែយើងអញ្ចឹងបងប្អូនអញ្ចឹងសួរថាតើបើវាដូចតែគ្នាអញ្ចឹងមនុស្សចាំបាច់បែងចែកធ្វើអីអត់ទេមនុស្សខ្លះមានកិលេសតណ្ហាមែនដោយព្រះសម្មាសម្ពុទ្ធកាលពីព្រះអង្គនៅជាបរមពោធិសត្វប៉ុន្តែកិលេសតណ្ហារបស់លោកសុទ្ធតែគុណធម៌ក៏កិលេសដែរបងប្អូនណាចិត្តមនុស្សដែលចង់ជួយគេក៏តណ្ហាដែរប៉ុន្តែតណ្ហានៅខាងល្អអញ្ចឹងបានទោះបីមានតណ្ហាដូចគ្នាក៏ដោយក៏បែងចែកថាមនុស្សល្អនិងមនុស្សអាក្រក់បានដែរមិនមែនមនុស្សល្អអស់តណ្ហាណាមនុស្សល្អក៏មានកិលេសតណ្ហាដែរអាត្រង់ចំណុចហ្នឹងដែលគេនិយាយថាអ្នកផ្សាយធម៌អីខ្ញុំហ្នឹងនិយាយខ្លាំងដើរជេរគេស្ដីឲ្យគេខ្ញុំថាអាស្ដីឲ្យគេហ្នឹងខូចឈ្មោះពីណាគេបើចុះនរកចុះពីណាគេថាចុះវាសនាឯងហ្នឹងខ្ញុំថាបើចុះខ្ញុំអត់អីទេបើប៉ះពាល់ដល់គេប្រាប់ខ្ញុំផងបើថាខ្ញុំជេរអញ្ចឹងទៅអាលួយស្បែកគេជេរអញ្ចឹងទៅភ្លើគេអស់បើជេរអញ្ចឹងទៅដួលផ្ទះគេបើជេរអញ្ចឹងទៅលប់គេអស់អានឹងប្រាប់ខ្ញុំផងបើប៉ះពាល់ដល់គេប្រាប់ខ្ញុំផងប៉ុន្តែបើប៉ះពាល់ដល់ខ្ញុំទេថាបើជេរអញ្ចឹងទៅធ្លាក់នរកមិនបាច់ប្រាប់ខ្ញុំទេមិនបាច់ទេបើប្រាប់ថាណែបើយើងនិយាយច្រើនពេកអញ្ចឹងអត់បានដេកបានពួនអញ្ចឹងជីវិតរបស់យើងខ្លីគ្មានពេលសម្រាប់ជួយគេទេប្រយ័ត្នងាប់ខំជួយគេអូខេខ្ញុំគិតដែរពីព្រោះខ្ញុំចង់ទុកជីវិតដើម្បីជួយគេប៉ុន្តែបើគ្រាន់តែរឿងខ្ញុំសុទ្ធមិនបាច់ប្រាប់ទេបងប្អូនសម័យមើលតើខ្ញុំអាក្រក់អត់ហើយខ្ញុំអាក្រក់អត់គិតខ្លួនឯងទេជីវិតរបស់យើងមិនតែគិតផងអូនខ្ញុំអាក្រក់យកតែជីវិតរបស់យើងហ្នឹងទៅជួយគេអាក្រក់ឧទាហរណ៍ថាគេទៅវត្តគេថាមនុស្សម្នាក់ដល់ពេលបុណ្យប្រជុំត្រូវយកបាយទៅវត្តបានឡើងឋានសួគ៌នាំគ្នាសម្រុកទៅទាំងអស់ដល់ពេលយើងយកបាយទៅវត្តដែរទៅដល់កណ្ដាលផ្លូវឃើញអ្នកក្រនិយាយពីសុំទានតាមផ្លូវឲ្យល្ងោកចិត្តយើងវាល្អខ្លាំងពេកធំមិនបានឲ្យគេស៊ីមកកតោទៅដើរទៅមុខធំបានឲ្យមកកតោទៀតទៅអាអ្នកផ្សេងកេះឲ្យគេស៊ីទៅអីហើយឲ្យគេស៊ីទៅអីហើយក៏អត់យកបាយទៅដល់វត្តទេអត់បានឡើងឋានសួគ៌អញថាលោកឲ្យលោកមិនបានឡើងឋានសួគ៌ទេមើលទៅអញអាណិតទៅឲ្យគេស៊ីទៅវិញទៅអញខ្ជិលមិនបានឡើងឋានសួគ៌ក៏ដោយបងប្អូនណាទៅវត្តឋានសួគ៌គឺរឿងខ្លួនយើងតារឿងប្រយោជន៍យើងតាដល់ពេលយើងឲ្យស៊ីនេះប្រយោជន៍របស់គេបងប្អូនចាណាមើលអូយើងលះបង់ប្រយោជន៍របស់យើងមិនបានឡើងឋានសួគ៌ឡើងទៅឲ្យគេស៊ីយើងអាក្រក់សពថ្ងៃគេជេរខ្ញុំទៅអត់ថ្មិលអត់សាសនាអត់ដែលទៅវត្តបងប្អូនណាបើត្រូវខ្ញុំមើលទៅប្រសង់ដែលលោកមានគុណធម៌លោកមានប្រយោជន៍ដល់សង្គមបងប្អូនខ្ញុំហុច1000ហុច500អត់មានស្ដាយអីមិនតិចហើយគ្មានចង់បានអីទេហ្មងហុចខ្វាក់ទៅបណ្ដោយមិនដែលបានគិតថាយកលុយនឹងទៅធ្វើអីសោះអូខ្ញុំណាអាក្រក់បងប្អូនពិចារណាមើលអ្នកទៅវត្តទាំងអស់គ្នាតើក្នុងដួងចិត្តអីបឹមធ្វើបន់ឡើងឋានសួគ៌មឿងអញអញ្ចឹងហើយបានមកដល់ផ្ទះវិញអ្នកខ្លះគេនិយាយថាម៉េច
អញឃើញយាយនឹងទៅវត្តទេប៉ុនចិត្តអាក្រក់ដល់អញឆ្ងល់អ្នកធម៌អីចឹងណាខ្ញុំថាមិនមែនអ្នកធម៌ទេអ្នកសាសនាតាគាត់ទៅវត្តហ្នឹងក៏ដើម្បីខ្លួនគាត់ដែរចិត្តទៅមិនដើម្បីគេទេបងប្អូនណាបងប្អូនសពថ្ងៃច្រើនណាស់ដែលមិនហ៊ានធ្វើអំពើអាក្រក់ពីព្រោះព្រះប្រាប់ថាធ្វើអញ្ចឹងទៅប្រយ័ត្នចុះនរកអានឹងគេហៅល្អថ្នាក់ព្រះប្រាប់តែកុំឲ្យធ្វើអញ្ចឹងយ៉ាក់ធ្លាក់នរកដល់ពេលអញ្ចឹងអត់ហ៊ានធ្វើទេអានឹងល្អថ្នាក់ព្រះប្រាប់ដល់ពេលយើងវិញអត់ដែលរវល់ពីរឿងខ្លួនឯងបើធ្វើទៅប៉ះគេអានឹងគិតហ្មងបើធ្វើទៅវាខ្ទេចខ្ទីខ្លួនឯងខ្ទេចអីខ្ទេចទៅមិនបានឡើងឋានសួគ៌ក៏ហើយទៅធ្វើម៉េចឲ្យតែគេបានសេចក្តីសុខអានេះល្អមិនមែនថ្នាក់ព្រះប្រាប់ទេនេះល្អថ្នាក់ព្រះចិត្តនេះចិត្តព្រះហ្មងព្រះចឹងព្រះមិនដែលគិតខ្លួនឯងទេបងប្អូនស្រាប់តែគេមកថាយើងថ្មិលអត្តសាសនាបងប្អូនបើមានមនុស្សដូចយើងចឹងច្រើនណាសង្គមនឹងហិចបណ្ណាបងប្អូនមិនដែលគិតខ្លួនឯងហេតុអីបើមិនដែលគិតខ្លួនឯងបងប្អូនដឹងថាជីវិតនឹងគ្មានអីទេដូចយកកណោផេះកណោខ្ជូងកណោអីយកមកផ្គុំគ្នាបន្តិចទៅតកួតគ្នាឡើងកើតជាជីវិតបិលដើរមកវាអត់មានបលឹងអីនៅក្នុងនឹងផងដល់ពេលអញ្ចឹងចង់យកជីវិតមួយនឹងទៅបំរើមនុស្សមុននឹងខ្លួនលាចាកលោកទៅមានតែសេចក្តីអាណិតអាសូរហើយនឹងស្អប់អំពើអាក្រក់ដែលមកបៀតបៀនជនទន់ខ្សោយតែប៉ុណ្ណឹងចិត្តរបស់យើងអញ្ចឹងបងប្អូនចាណាមើលចិត្តនឹងមិនចិត្តល្អដូចមនុស្សដែលព្រះប្រាប់ឲ្យធ្វើល្អឯនេះចិត្តល្អថ្នាក់ព្រះហ្មងព្រះអញ្ចឹងបងប្អូនណាព្រះកុំថាព្រះណាក៏ដោយក្នុងសាសនាណាដោយគេសិតតែនិយាយថាព្រះទាំងអស់នោះលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនមិនដែលគិតទៅបើយេស៊ូគេថាឆ្កាងផងឆ្កាងខ្លួនឯងដើម្បីសេចក្តីសុខរបស់អ្នកដទៃចង់ណាប៉ុន្តែការពិតមិនមែនព្រះទេមនុស្សទេប៉ុន្តែដល់ពេលលោកល្អពេលទៅគេលើកលោកធ្វើជាព្រះទៅសរសេររឿងទៅព្រះបាត់ទៅការពិតមនុស្សហ្នឹងចិត្តហ្នឹងគេហៅចិត្តព្រះបងប្អូនណាប្រពុតតែបង្រៀនមនុស្សឲ្យមកអាផ្លូវហ្នឹងលះបង់ប្រយោជន៍ផ្ទាល់ខ្លួនដើម្បីសេចក្តីសុខរបស់អ្នកដទៃម៉ែអើយបងប្អូនហើយមនុស្សវាកដាញ់អញបើមិនបានអញមិនធ្វើបើពុតស្រង់យូរបានមួយលះសេចក្តីសុខផ្ទាល់ខ្លួនដើម្បីសេចក្តីសុខរបស់អ្នកដទៃបុណ្យអត់ដែលគិតពីរឿងអញបងប្អូនអញ្ចឹងបានប្រពុតលោកសម្ដែងថាផ្លូវទៅសួគ៌ទួផ្លូវទៅនរកសឹកអស់ពីព្រោះមនុស្សទាំងអស់តែមកស្ដាប់មកអីទាំងអស់គឺសិតតែរឿងអញទាំងអស់អត់ចេញផុតពីអញហ្នឹងបងប្អូនចាត់ទុកដូចមនុស្សយន្តគេផលិតយើងមកគ្រាន់ទុកបង្ហើគេសុំលក្ខខណ្ឌតែម្យ៉ាងអញកើតមកសម្រាប់តែបម្រើមនុស្សលោកទេតែសុំឲ្យមនុស្សទាំងអស់គ្នាដែលអញបង្ហើហ្នឹងមានតម្លៃជាមនុស្សផងអាខ្លះកើតមកអត់មានធ្វើអីទាំងអស់ចាំតែសុំគេស៊ីអំពើទុកគេកើតមកដើរផឹកស្រាអាឡេអាឡូបោះឆ្នោតខុសងាប់គេងាប់ឯងហើយមកសុំយើងស៊ីអត់មានតម្លៃទេណាអ្នកឯងមិនមានតម្លៃឲ្យស៊ីហើយអញចង់កំចាត់អ្នកឯងចេញពីសង្គមទៀតហេកំចាត់ចឹងធ្លាក់នរកធ្លាក់ចោះអញធ្លាក់ចោះឲ្យតែឯងខ្ទាត់ពីសង្គមដើម្បីឲ្យសង្គមនៅល្អរស់បានអត់ដែលគិតពីខ្លួនឯងសោះណាដូចខ្ញុំផ្សាយផ្ទាល់ថ្ងៃមិញគេទូរ៉ូហ្វូនសួរបើយើងតែដកសរោមដកអីគេចឹងទៅធ្លាក់នរកអនន្តរិយកម្មឯណានន្តរិយកម្មហើយហ្នឹងអូបើអញមិនអីទេធ្វើម៉េចឲ្យតែសម្រេចបំណងគេទៅណាមនុស្សអញ្ចឹងបងប្អូនដែលជាមនុស្សមានតម្លៃហើយនឹងរស់នៅតាមដំណើរពិតរបស់ធម្មជាតិដំណើរពិតរបស់ធម្មជាតិអត់មានអញទេណាអត់ទេណាតែយើងច្រឡំតែមានអញដោយសារសតិដឹងរបស់យើងអត់ទាន់វិបស្សនាដល់កាលណាសតិរបស់យើងវិបស្សនាដល់បរមត្តសច្ចៈទីបំផុតគឺដឹងដល់កូនកលាបៈបងប្អូនពិភពលោកអលេខ្សលពិភពលោកនឹងអត់មានពណ៌មានអីទាំងអស់អលេខ្សលបងប្អូនណាខ្ញុំធ្លាប់មិនទៅដល់ជ្រៅដល់ថ្នាក់នោះទេពេលខ្ញុំវិបស្សនាដំបងដៃចំមុខខ្ញុំតឹងទាំងពីរតឹងដកដង្ហើមអត់ចេញអត់ចូលហ្មងពេលណាខ្ញុំស្ទង់មកទៅដឹងខ្ញុំទ្រាំលែងចង់បានទេពីព្រោះអត់មានខ្យល់ដង្ហើមខ្ញុំចង់ដកតាមមាត់ហ្នឹងព្រោះអីពីព្រោះខ្យល់ដង្ហើមវាអត់មានវាចូលតាមច្រមុះរួចដល់ពេលខ្ញុំដឹងយូរខ្ញុំដឹងថាច្រមុះខ្ញុំដឹងហ្មងថានឹងច្រមុះខ្ញុំស្ទង់យូរទៅដឹងថាច្រមុះមិនឃើញទេដឹងពលអារម្មណ៍ត្រូវដូចគេយកដៃមកគោះច្រមុះអញ្ចឹងដឹងថានឹងច្រមុះអញ្ចឹងដឹងទៅច្រមុះនឹងចាប់ដើមរីកធំដឹងទៅក្នុងដឹងទៅក្នុងដល់ចិត្តយើងតោងនឹងអាខាងក្នុងដឹងលែងតឹងច្រមុះពួកដឹងថ្នាក់គ្រាប់ឈាមដឹងរីកដឹងពេញខ្លួនដឹងរាវក៏ក្លោកដល់ពេលដឹងយើងលែងតោងនឹងអាច្រមុះរបស់យើងដល់ពេលអញ្ចឹងយើងដឹងខាងក្នុងបាត់តឹងច្រមុះទៅអូយល់វិបស្សនាអញ្ចឹងដើម្បីឲ្យសតិដឹងរបស់យើងកាន់តែដឹងល្អិតទៅដឹងដល់គ្រាប់ឈាមចេះតែបំបែកទៅសាច់ជ្រូក1គីឡូយកមកកាត់ជា2យកកន្លះគីឡូមកកាត់ជា2យក2ខាំកន្លះមកកាត់ជា2កាត់រហូតដល់អាតូមទូចុងក្រោយបំផុតបំបែកមិនបានសតិដឹងរបស់យើងដឹងដល់កន្លែងនោះបរមត្តសច្ចៈទីបំផុតពិភពលោកគ្មានអញគឺជាអារម្មណ៍ព្រះនិព្វាន
នឹកមានបាននៅរស់នឹងអត់មានអារម្មណ៍ថាមានអញតែនឹងហើយដែលគេមកសួរព្រះសម្មាសម្ពុទ្ធថាព្រះអង្គស្លាប់ហើយកើតមកវិញអត់ព្រះអង្គប្រាប់ថាស្លាប់មានតែមនុស្សបឋិជនទេព្រះអរហន្តទាំងឡាយអស់អារម្មណ៍ថាមានអញស្លាប់អញបាត់តាំងពីនៅរស់ស្លាប់អញបាត់អញ្ចឹងបានពុទ្ធលោកសម្ដែងថាបែកធ្លាយខណ្ឌអត់មានស្លាប់ទេតថាគតរួចផុតពីសេចក្តីស្លាប់ហើយអត់មានតថាគតផងគឺតួខ្លួននឹងគឺជាដីទឹកភ្លើងខ្យល់ដល់ពេលយើងចាប់ដើមយល់ពីកន្លែងហ្នឹងហើយយើងរស់នៅស្របជាមួយនឹងធម្មជាតិសពថ្ងៃបងប្អូនចាប់ដើមពីអញចាប់ដើមពីមានអញមានព្រលឹងមានអត្តាធ្វើដើម្បីអញហើយធ្វើទុកឲ្យអញទៅជាតិក្រោយទៀតតែធម្មជាតិអត់មានអញអញ្ចឹងបានខ្ញុំនិយាយថាបងប្អូនដើរលើផ្លូវត្រូវលុះត្រាតែបងប្អូនចាប់ដើមយល់ត្រូវអំពីជីវិតជាមុនសិនជីវិតរបស់បងប្អូនជាទូទៅគឺមានអញតែជីវិតពិតដែលព្រះសម្មាសម្ពុទ្ធបង្រៀនយើងអត់មានអញទេយើងត្រូវរស់នៅក្នុងស្ថានភាពពិតរបស់យើងគឺយើងនៅមានអញប៉ុន្តែសូមបន្តដំណើរទៅរកអត់មានអញតែសពថ្ងៃបងប្អូនបន្តដំណើរទៅរកអញផងធ្វើបន់សំទៅជាតិក្រោយទៀតខុសមកប្រទេសបងប្អូនខុសមកប្រទេសមិនខុសមកប្រទេសខុសមកពិភពលោកអ្នកដែលនៅឆ្ងាយពីធម៌នោះមានរូបរាងពីរយ៉ាងអាខ្លះនៅឆ្ងាយហ្មងមើលទៅឃើញតែឆ្ងាយហ្មងដូចពួកបណ្ឌិតពួកអីហ្នឹងរៀនបានសញ្ញាបត្រធំហ្នឹងមើលងាយធម៌ណាបងប្អូនវាអ្នករៀនធម៌អត់ជឿនលឿនទេពួកហ្នឹងរបាយស៊ីមិនបានទេបើស្នាជាចេញទៅធ្វើស្អីអត់ជឿនលឿនទេពួកអ្នកសាសនាពួកអ្នកធម៌ហ្នឹងណែនិយាយចឹងដល់ពេលអញ្ចឹងមិនបាច់ហៅវាមករៀនធម៌ទេមកទេសុទ្ធតែចេះអស់ហើយពួកបណ្ឌិតអស់ហ្នឹងអាហ្នឹងគេហៅឆ្ងាយពីធម៌យើងមើលទៅឃើញតែឆ្ងាយពីធម៌ហ្មងអាឆ្ងាយពីធម៌មួយទៀតវែកនៅក្នុងឆ្នាំងហ្នឹងប៉ិនឆ្ងាយពីសឡអ្នកទេសនាធម៌ច្រើនណាស់ឆ្ងាយពីធម៌យាយបប្រតិបត្តិធម៌ច្រើនណាស់ឆ្ងាយពីធម៌កុំថាតែបប្រតិបត្តិបរិយ័តណោកន្លែងវិបស្សនាឆ្ងាយពីធម៌ទៀតសិតតែរឿងអញដល់ពេលអញ្ចឹងហើយបានខ្ញុំទើសបងប្អូនទើសតាំងពីនៅក្នុងវត្តទៅដល់កន្លែងវិបស្សនាទើសទៀតសិតតែរឿងទៅដើម្បីអញទាំងអស់ទៅដើម្បីអញតែទៅដើម្បីអញហើយគឺខុសហើយបងប្អូនព្រះអនន្តព្រឹកនឹងអញត្រូវតែបានជាព្រះអរហន្តអញត្រូវតែជាព្រះអរហន្តស្អែកនឹងហើយគេសង្កេតនាធម៌អញត្រូវតែជាព្រះអរហន្តមានបានណាវាក្តោបអញដល់ពេលថាហើយអស់កម្លាំងណាស់មើលទៅមកយប់ទៅភ្លឺឲ្យមិនបានទៅណាទៅទៅដេកមកផ្លែសិនម៉ែឲ្យអស់អញនៅពេលហ្នឹងរៀបដេកហ្នឹងព្រះអនន្តគឺចងេងចងាយអរិយាប័ត្រទាំង4ហ្នឹងអត់មានអរិយាប័ត្រណាមួយដែលត្រូវនឹងព្រះអនន្តទេស្ទើរដេកស្ទើរឈរស្ទើរអង្គុយព្រះអនន្តខឹកទៅអញ្ចឹងបានតែហ្នឹងពីយប់មកសត្វអញយាយវិបស្សនាហ្នឹងអង្គុយរហអញរហូតកាលណាអញបានទៅពៀនណាថាវាអត់មានអញទេលេងអញហ្នឹងទៅលេងនឹងលេងឲ្យស្មោះមែនតើហ្មងបងប្អូនក្នុងខ្លួនរបស់យើងអត់មានតួអញទេដូចម៉ូតូអញ្ចឹងអត់មានកន្លែងណាម៉ូតូទេដល់ពេលយើងវិបស្សនាដល់ជ្រៅទៅនៅសល់តែបញ្ញាក៏មិនយើងទៀតបញ្ញាគឺជាបទពិសោធន៍ដែលយើងរៀនសូត្រទៅសំទុកអាបញ្ញាហ្នឹងអ្នកបែងចែកដែលប្រពុតលោកសម្ដែងថាចុងក្រោយសល់តែបញ្ញាវាដឹងថានេះប៊ីស្តុងដឹងថានេះប៊ូស៊ីដឹងថានេះកង់អត់មានតួអញទេដល់ពេលប៊ូស៊ីវាដើរតួនាទីរបស់វាប៊ូស៊ីទៅវាអត់ដឹងខ្លួនថាវាម៉ូតូទេថ្លើមវាដើរតួនាទីថ្លើមប្រមាត់ដើរតួនាទីប្រមាត់ទៅសួតអាហ្នឹងរូបដល់ពេលចិត្តហ្នឹងវាទៅធ្វើការជាមួយតិចទៅវាលឺទៅហើយបញ្ញាចេះតែដឹងវាទៅអត់មានអញទេឆឹងក្នុងខ្លួនបំបែកឲ្យលេងអត់មានអញតែទេហ្មងដូចម៉ូតូទាំងមូលអញ្ចឹងប៊ូស៊ីគឺប៊ូស៊ីទៅប៊ីស្តុងគឺប៊ីស្តុងទៅពិភពលោកនឹងធម្មជាតិទាំងអស់គឺអញ្ចឹងទាំងអស់សត្វគោក៏អញ្ចឹងសត្វក្របីក៏អញ្ចឹងអីក៏អញ្ចឹងដែលប្រពុតលោកសម្ដែងថាអនត្តាកូនក្នុងលោកនេះគ្មានតួអីជាតួខ្លួនវាដែលដើរតួម្នាក់វាទេវាផ្សំគ្នារួចបានវាធ្វើការកើតវាផ្សំគ្នាណាសួតប្រមាត់បេះដូងភ្នែកច្រមុះវាត្រូវនៅជុំគ្នាហើយមួយចិត្តនឹងវានៅជុំគ្នាបានវាធ្វើការកើតអត់មានព្រលឹងទេអ្នកត្រាស់ដឹងប្រាប់យើងដល់យើងពិសោធន៍ទៅអញ្ចឹងមែនដល់ពេលយល់កន្លែងហ្នឹងងាកមកមើលពិភពលោកឃើញតែធ្វើបន់ទៅរកឋានសួគ៌ច្រឡំថាមានអញហ្នឹងអញ្ចឹងបានខ្ញុំថាអូពិភពលោកដេកដល់ពេលអញ្ចឹងបងប្អូនចង់បូជាជីវិតទៅដើម្បីបញ្យលគេដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាមនុស្សដែលពាល់ធម៌ត្រូវនៅមិនសុខទេពួកដឹងការពិតមួយបើនៅសុខមនុស្សនឹងពាល់ធម៌មិនទាន់ត្រូវទេកន្លែងហ្នឹងដឹងហ្មងសពថ្ងៃបងប្អូនលមាស់មាត់លមាស់កហ្នឹងហើយចាយរថយន្តប៉ុណ្ណឹងដូចមិនសប្បាយចិត្តនឹងរឿងប្រាប់គេទៀតខំប្រឹងតែធ្វើការផ្សេងដើម្បីឲ្យបានលុយមកទិញទូយកមកនិយាយប្រាប់គេទៀតនៅវាមិនសុខបងប្អូនអ្នកពាល់ធម៌ត្រូវនៅមិនសុខគិតសពទៅតម្លៃរបស់យើងដែលរស់នៅលើផែនដីមិនបាច់ពីណាប្រាប់ទេកំណត់ដោយខ្លួនឯងដឹងហ្មងថាលុះត្រាតែបុគ្គលនឹងមិនមែនជាបុគ្គលដែលស៊ីដេកធ្វើប្រយោជន៍សម្រាប់ផែនដីមុននឹងខ្លួនឯងស្លាប់ទៅត្រង់នឹងហើយដែលជាតម្លៃពិតរបស់មនុស្សហើយតែពេលងាប់ទៅហើយបងប្អូនខ្ញុំសឹងប្រើពាក្យថាកុំដាក់កន្លែងណាឲ្យចង្រៃគេបើសិនណាជាអាចដុតកវត្តចោលទៅនឹងទឹកទន្លេហ្មងណា
កុំថាទៅទុកកន្លែងណាមកដុំអីទៅដាក់កន្លែងដីវាថ្លៃនៅពេញអីដីវាធំពេក1.4 ម៉ែត្រជ្រុងក៏ស្ដាយដីដែរព្រោះពេញវាថ្លៃបាចកវត្តចោលហ្មងទៅយើងពិតប្រកបទៅគឺនៅក្នុងអង់គ្លេសគេហៅ spirit នៅក្នុងសតិសម្បញ្ញៈរបស់មនុស្សអានោះយើងពិតប្រកបតម្លៃរបស់យើងពិតប្រកបវាមិនមែនទៅលើកោតមាសវាមិនមែនទៅលើឆ្អឹងមកកញ្ចប់ដែលគេដាក់កន្លែងហ្នឹងថានឹងខំវាសនានេះព្រះអង្គនោះមិនមែនទេយើងពិតប្រកបណាស់គឺជាតម្លៃមួយដែលជាប់នៅក្នុងដួងចិត្តរបស់មនុស្សគ្រប់រូបដែលយើងបានធ្វើអីហើយវានៅជាប់ក្នុងអារម្មណ៍គេនោះអានោះហើយជាយើងពិតប្រកបអាត្រង់ហ្នឹងហើយដែលខ្ញុំបដិសេធឲ្យរឿងទៅធ្វើបុណ្យទៅធ្វើអីឲ្យម្ដាយនៅពេលដែលម្ដាយស្លាប់ទៅនិយាយពីម្ដាយខ្ញុំនៅរស់ហើយបងប្អូនស្មាតទោសមនុស្សស្រីបង្រើម្ដាយខ្ញុំមិនស្មើនឹងខ្ញុំផងបងប្អូនខ្ញុំជូតខ្ញុំលៀងព្រោះម៉ែខ្ញុំ 4-5 ឆ្នាំដើររួចនៅលើក្រែទាំងដៃទាំងជើងសងខាងមកកម្រើកអត់រួចទេអត់ងាករួចតែហ្មងដល់ពេលអញ្ចឹងខ្ញុំលៀងសពកលៀតកន្លោះទាំងអស់មុននឹងគាត់ស្លាប់គ្រាន់តែគាត់ស្លាប់ភ្លាមមកបងប្អូននិយាយពីវាអស់កម្លាំងពេកចឹងមុនគាត់ស្លាប់ប្រហែលថ្ងៃគាត់ធ្វើទុកខ្លាំងយើងមិនបានដេកណាគ្រាន់តែថាគាត់ស្លាប់ហើយភ្លាមគេរកខ្ញុំកោសក់សឹងមិនទាន់និយាយពីដេកបះដៃបះជើងបងប្អូនអត់បានដេកប្រហែលថ្ងៃហើយដេកបះដៃបះជើងមកធ្វើពិធីឲ្យម្ដាយប្រគប់កិច្ចតែថ្ងៃបុណ្យសពនឹងតែហ្មងគេកោសក់កោអីហើយចាត់ពីថ្ងៃនោះមកយកតារូបថតម៉ែមកស្លឹកមកដល់ផ្ទះហ្នឹងមិនដែលទៅបុណ្យបាំងស្គលឲ្យម្ដាយទៅស្អីថាអត់តែហ្មងពីព្រោះខ្ញុំដឹងថាម្ដាយគឺចប់ហើយច្បាស់ហើយគឺចប់ហើយម្ដាយខ្ញុំពិតប្រកបណាគឺអ្វីដែលគាត់បានធ្លាប់ធ្វើចំពោះខ្ញុំគុណបំណាច់ដែលគាត់បានធ្វើចំពោះខ្ញុំរួចហើយវានៅជាប់ក្នុងបេះដូងខ្ញុំទៅណាគ្រប់ពេលខ្ញុំយកម្ដាយខ្ញុំទៅគ្រប់ពេលទាំងអស់នោះគឺជាតម្លៃពិតប្រកបរបស់ម្ដាយខ្ញុំដល់ពេលអ្នកផ្សេងវិញខ្ញុំឃើញពេលដែលអត់មានបុណ្យសាសនាដូចជាពិធីបាំងស្គលមួយឆ្នាំម្ដងឲ្យម៉ែហ្នឹងអូលខិចលខឹកស្មាទោសដេកធ្វើគ្នារាល់ថ្ងៃមិនដែលនឹកឃើញម៉ែអីបន្តិចសប្បាយកូនចៅវាដល់តែថ្ងៃដែលត្រូវធ្វើបុណ្យហ្នឹងគេទៅដល់ពេលឯងអត់ទៅគេថាកូនអកតញ្ញូអញថាអញម៉ែនៅគ្រប់ពេលបងប្អូនជួនកាលគ្រាន់តែឈានជើងចូលកប៉ាល់ហោះភ្លាមទឹកភ្នែកជ្រោកមកនឹកឃើញម្ដាយម៉ែគាត់ចង់ជិះកប៉ាល់ហោះណាស់ប៉ុន្តែយើងក្រជូនគាត់ជិះកប៉ាល់ហោះអត់បានដល់ពេលយើងជិះកប៉ាល់ហោះទៅវិញទៅមកថែមទាំងនាំអ្នកដទៃ4 10 20នាក់ជិះកប៉ាល់ហោះដោយសារលុយយើងទៀតដល់ពេលអញ្ចឹងគ្រាន់តែដាក់ក្តិតដល់កប៉ាល់ហោះភ្លាមមកបងប្អូនទឹកភ្នែកជ្រោកលួចយំម្នាក់ឯងម្ដាយមាននៅក្នុងដួងចិត្តគ្រប់ពេលទាំងអស់អញ្ចឹងបានខ្ញុំចង់សួរបងប្អូនទាំងអស់គ្នាបើបងប្អូនស្លាប់ទៅណាកូនរបស់បងប្អូនណាមួយឆ្នាំវាតែធ្វើបុណ្យឲ្យបងប្អូនម្ដងរួចហើយនឹងកូនមួយទៀតទុកបងប្អូនក្នុងដួងចិត្តគ្រប់ពេលបងប្អូនយកកូនមួយណាបងប្អូនពិចារណាមើលអាមួយមិនដែលគិតម៉ែសោះហើយដើរទៅធ្វើគ្នាឯណាតាមចិត្តមិនឯលវល់ស្រាប់តែដល់ពេលមួយឆ្នាំទៅធ្វើបុណ្យឲ្យម៉ែម្ដងអូគេស្រឡាញ់ម៉ែណាកូនមួយទៀតណាបានចំណៃឆ្ងាញ់គ្រាន់តែហូបភ្លាមលើកដាក់ដល់មាត់ទៅទឹកភ្នែកជ្រោកមកនឹកឃើញដល់ម្ដាយគ្រប់ពេលរហូតដល់ខ្លួនស្លាប់បងប្អូនពិចារណាមើលតើកូនណាមួយដែលដឹងគុណម្ដាយច្រើនជាងរួចហើយមិនដែលប្រព្រឹត្តអំពើអាក្រក់ទេដោយដឹងពីបំណងរបស់ម្ដាយថាម្ដាយកាលនៅរស់គាត់មិនដែលចង់ឲ្យកូនអាក្រក់ទេដូច្នេះមិនត្រូវដើរផ្លូវអាក្រក់ទេបើដើរផ្លូវអាក្រក់អត់ដូចជាយើងមិនគោរពម្ដាយអញ្ចឹងមិនដើរផ្លូវអាក្រក់ទេបងប្អូនខ្ញុំអស់កម្លាំងម្ដងខ្ញុំធុញនឹងប្រជាប្រដ្ឋខ្មែរខ្ញុំចង់ដេកខ្ញុំធុញពេកនិយាយតាប់គ្នាមិនបានតែខ្ញុំនឹកឃើញដល់ម៉ែខ្ញុំភ្លាមខ្ញុំនឹកឃើញថាម៉ែគាត់បង្កើតកូនមកទម្លាក់លើផែនដីបើខ្ញុំធ្វើអញ្ចឹងហាក់បីដូចជាបថោកឈាមរបស់អ្នកម្ដាយធ្វើអញ្ចឹងដូចជាអត់គោរពគុណធម៌របស់ម៉ែអញ្ចឹងដល់ពេលអញ្ចឹងងើបបើធ្វើទៀតទេបងប្អូនមនុស្សមនសិការប្រាប់អញ្ចឹងដល់ពេលគេវិញគេយកតែពិធីជាធំមួយឆ្នាំម្ដងតាំងទៅហើយគេធ្វើបាំងស្គលបាំងអីមិនស្រួលបន់ឲ្យម៉ែជួយទៀតហើយគេថាគេនឹងគោរពម៉ែណាស់បងប្អូនហើយត្រង់ចំណុចហ្នឹងដែលខ្ញុំនិយាយថាមិនចាំបាច់ព្រះសម្មាសម្ពុទ្ធប្រាប់ថាអ្នកតម្លៃរបស់មនុស្សនៅត្រង់ណាទេបងប្អូនខ្ញុំគិតឃើញដោយខ្លួនឯងរួចហើយខ្ញុំមានហេតុផលដើម្បីគាំពៀការវាយតម្លៃរបស់ខ្ញុំហើយបើពីណាចង់សួរដេញដល់មកសួរខ្ញុំមកថាហេតុអីបានខំវាសនាអីហ៊ាននិយាយថាកូនមួយដែលធ្វើបុណ្យតាមពិធីសាសនាយូរម្ដងហើយនឹងកូនមួយទៀតដែលរក្សាម្ដាយទុកក្នុងផ្លូវចិត្តរហូតដល់តាំងចិត្តមិនប្រព្រឹត្តអំពើអាក្រក់ថានោះគឺជាការគោរពម្ដាយឪពុកពិតប្រាកដមិនធ្វើអាក្រក់ជាដាច់ខាតពីព្រោះនឹកឃើញម្ដាយថាម្ដាយមិនដែលចង់ឲ្យកូនអាក្រក់ទេបើស្នាជាយើងធ្វើអញ្ចឹងម្ដាយយើងនៅរស់ក៏គាត់ស្ដីឲ្យយើងដែរគាត់មិនចង់ឲ្យយើងធ្វើអញ្ចឹងទេឥឡូវគាត់ស្លាប់បាត់ទៅហើយពេលណាយើងធ្វើអញ្ចឹងយើងត្រូវដឹងថាបំណងម្ដាយយើងមិនឲ្យយើងធ្វើអញ្ចឹងទេយើងធ្វើអត់កើតយើងងើបធ្វើទៀតអានឹងគឺជាការគោរពម្ដាយបងប្អូនហៅមកសួរពីណាប្រឆាំងឡើងមកសួរខ្ញុំថាហេតុអីបើខ្ញុំគិតអញ្ចឹងមនុស្សបងប្អូនគិតយូរទៅវារកឃើញអាភាពត្រឹមត្រូវសុក្រិតរបស់មនុស្សអាត្រង់ចំណុចហ្នឹងដែលខ្ញុំហ៊ានវិនិច្ឆ័យថាតើស្អីជាមនុស្សពិតប្រាកដតើ
ស្អីជាម៉ែខ្ញុំពិតប្រាកដបើស្លាប់ទៅសូន្យតើម៉ែនៅត្រង់ណាម៉ែនៅត្រង់ខាងកាលពីគាត់នៅរស់គាត់ផ្ដល់អីឲ្យខ្ញុំខ្លះឲ្យខ្ញុំមានការចងចាំអានោះជាម៉ែខ្ញុំដូចគ្នាជាមួយនឹងខ្ញុំតើស្អីជាខ្ញុំពិតប្រាកដអ្វីដែលខ្ញុំបានធ្វើសម្រាប់កូនចៅសម្រាប់មនុស្សជំនាន់ក្រោយរបស់ខ្ញុំហើយពេលខ្ញុំស្លាប់ទៅមិនបាច់ទុកទេធាតអីនឹងមិនបាច់ទុកទេនាំចង្ងាយផែនដីបើខ្ញុំណាកប់ខ្មោចខ្ញុំក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋខ្មែរមិនបានទេមិនបាច់រកកន្លែងកប់ទេបងប្អូនមិនបាច់កប់ទេបើខ្មោចរបស់ខ្ញុំមិនត្រូវបានកប់ក្នុងបេះដូងរបស់ប្រជាពលរដ្ឋខ្មែរមិនបាច់រកកន្លែងកប់ខ្ញុំទេនាំមកចង្រៃវាអត់មែនខ្ញុំបងប្អូនឆ្អឹងនឹងដៃទឹកភ្លើងខ្យល់នឹងឲ្យវាដាក់ក្រោមដើមឈើឲ្យដើមឈើបឺតអស់ទៅតើបងប្អូននឹកឃើញដល់ខ្ញុំគឺបងប្អូននឹកឃើញនៅអ្វីដែលខ្ញុំបានធ្វើអានោះឲ្យខ្ញុំដូចគ្នាជាមួយនឹងប្រជាពលរដ្ឋខ្មែរដទៃទៀតបងប្អូនគិតមើលពីជីវិតរបស់បងប្អូនមកតើស្អីជាបងប្អូនចុះបើបងប្អូនស៊ីដេករួចងាប់លើផែនដីវិញបងប្អូនអានោះពលរដ្ឋនៃប្រទេសណាដែលកើតមកសបោតែពលរដ្ឋអញ្ចឹងអត់បានរស់ស្រួលទៅទៀតសុំតែមករស់ស្រួលអត់បានរស់ស្រួលទៀតបានតែទៅធ្វើកញ្ចះរបស់គេយើងគិតថាអើយអញមិនបាច់គិតអាណាគិតតែធ្វើម៉េចឲ្យខ្លួនអញបានស្រួលចោះតម្លៃរបស់អញនៅត្រឹមប៉ុណ្ណឹងវាមិនបានស្រួលទៀតបានតែធ្វើកញ្ចះរបស់គេខ្ញុំសុំចាប់ណាំគ្រាចង្រោយរបស់ខ្ញុំទៅប៉ុណ្ណេះសូមអរគុណ